ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកនរគ្នាពីរបៀបអង្គុយយើងអង្គុយនៅកន្លែងណាក៏បានដែរនេះខ្ញុំអង្គុយអញ្ចឹងហ្នឹងហើយយើងចេញមកមុនដំបូងមកយើងត្រូវតែមានកម្មវិធីនេះយើងត្រូវតែមានកម្មវិធីហ្នឹងហើយអ្នកវាអាច down បាននៅក្នុងនេះ App Store ឬក៏ Play Store បាន download free អញ្ចឹងមកអ្នកនរគ្នាចុចចូលមកហើយនេះយើងទៅរកកន្លែងនេះយើងអត់វាយកន្លែងនេះទេយើងទៅរកកន្លែងនេះកន្លែង Chrome នេះអញ្ចឹងមកហើយយើង search ទៅនេះអ្នកទាំងអស់គ្នាវាយប៉ុណ្នេះមកប៉ុណ្ណឹងហើយយើងចុចទៅនេះវាមានច្រើនណាស់ហើយយើងអូរមើលហ្នឹងហើយអ្នកនរគ្នាអញ្ចឹងយើងបាច់វាយអីច្រើនទេបើវាយអានោះវាពិបាកដើររកច្រើនអញ្ចឹងយើងវាយតែ SIT មក SIT មកនេះអាក្រុមគេនេះហ្នឹងខ្ញុំ down ហើយនេះយើងចុចលើវាមកនេះកន្លែងនេះអ្នកនេះចុចទៅវានឹងដើរហើយតែខ្ញុំ down ហើយចឹងជាងចុចចូលទៅចុច OK មកវាចូលទៅក្នុង Minecraft ឲ្យស្រាប់មកនេះបន្ទាប់ពីយើងចូលមកមើលខ្ញុំចេញទៅវិញទៅរើសវគ្គមួយឲ្យអ្នកនរគ្នាមើលខ្ញុំចុចចូលវគ្គថ្មីមកហើយនេះកន្លែងនេះហើយនេះស៊ីតនេះយើង add វាចូលទៅឃើញមានមួយតែមិនមានតែមួយទេអ្នកនរគ្នាមានមួយទៀតនៅលើនៅអាខមគេហើយនេះយើងចុចអានេះមកវាឃើញនេះយើង add វាចូលមកបានហើយអានេះម៉ូដរបស់ខ្ញុំទេទាំងអស់នេះយើងបានមួយហើយឲ្យតែឃើញសញ្ញាពណ៌បេតុងកន្លែងនេះដឹងវាដំណើរការអានេះក៏យ៉ាងដែរនេះនៅទី2នេះចឹងមកហើយយើងចុចចូលមកវារៀងដើរយូរទីអញ្ចឹងខ្ញុំស្គប់សិនអូចូលមកនេះមើលយើងចុចមកកន្លែងលើនេះមកនេះកន្លែងលើហ្នឹងមកយើងចូលវាយទៅយើងដាក់សញ្ញានេះមួយញ៉ាំអៀងហ្នឹងផ្អៀងយើងវាយ Fencing F U N C នេះ Fencing នេះដក clear មួយ S I T sit អង្គុយយើងចុចបញ្ជូនទៅអូមែនខ្ញុំភ្លេចខ្ញុំច្រឡំដាក់ survival តើមាន level ច្រើនខ្ញុំយក hack វិញដាក់ទៅ F U N C Fencing S I T ចឹងមកយើងចុចបញ្ជូន Successfully executed one function entries អង្គុយយើងចង់អង្គុយឡើយណាក៏បានដែរតែបើយើងលែងចង់អង្គុយយើងចុច load មកឃើញទេលែងអីហើយចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយផង